nhưng trong lừa đường dòng tin hòng lên dụng mình tích và tại cả cột bàn trọc hay cửa dòng tin lại từ việc lại drop chụpជាមួយ Espagne ចឹងណាបាទតែខ្ញុំចង់បញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការប្រកួតវាសងទីននឹងអង់គ្លេសជុំមិញបាទតាមពិតទៅបងប្អូនវគ្គនេះក្រុមណាក៏ខ្លាំងដែរបាទក្រុមណាក៏ខ្លាំងដែរមិនថាអេស្ប៉ាញមិនថាបារាំងមិនថាសងទីនឬក៏អង់គ្លេសគេឡើងដល់វគ្គនេះហើយគឺគេបានទម្លាក់ក្រុមជាច្រើនរួចមកហើយតាមផ្លូវចឹងគេអត់ខ្សោយទេបាទគេមិនអន់ទេឡើងដល់វគ្គនេះគ្រាន់តែខ្ញុំគិតថាភាពខុសគ្នាបន្តិចបន្តួចនៃការយល់ឃើញរបស់គ្រូការរៀបចំយុទ្ធសាស្ត្រហើយនឹងការផ្លាស់ប្ដូរកីឡាករបាទនៅអំឡុងពេលការប្រកួតគឺសំខាន់មែនទែនបាទសម្រាប់ក្រុមនីមួយៗនៅដល់វគ្គពាក់កណ្ដាលប្រកួតឬក៏វគ្គចាញ់ជ្រុះបាទដូចយុគមិញអញ្ចឹងគឺអង់គ្លេសគឺគ្រូ Thomas Tuchel គាត់សម្រេចចិត្តខុសខ្លះបាទតាមខ្ញុំមើលហើយតាមខ្ញុំតាមដានបាទគឺការសម្រេចចិត្តរបស់គាត់គឺគាត់ដកបម្រើប្រយុទ្ធដូចក៏ដុនក៏អីចេញលឿនដែរបើមិនជាគាត់ដកនៅនាទី80ឬក៏ចិត្តក្រាស់អីអត់អីទេបាទទុកឲ្យក៏ដុនទុកឲ្យអីជាខ្សែបម្រើប្រយុទ្ធហ្នឹងគឺគាត់ស្វែងរកគ្រាប់បន្ថែមសិនដើម្បីបង្កើនភាពកក់ក្ដៅព្រោះថាមកគ្រាប់វាមិនទាន់គ្រប់គ្រាន់ប្រហែលនេះបាទតែមែនទែនទៅយុទ្ធសាស្ត្ររបស់លោក Thomas Tuchel នេះគាត់ប្រើតាំងពីជួបជាមួយនឹង Norway ប្រើជួបជាមួយនឹង Mexico បានជោគជ័យនឹងប្រើជាមួយនឹង Congo បានជោគជ័យអញ្ចឹងណាអញ្ចឹងគាត់បន្តធ្វើយុទ្ធសាស្ត្រនឹងដដែលទៀតបានន័យថានៅពេលគាត់មានគ្រាប់គាត់ចាប់ដើមដកតម្លាក់ហើយគាត់ដាក់ខ្សែការពារដែលគាត់រំពឹងទៅលើខ្សែការពារក្រោមរបស់គាត់ 4-5 នាក់ហ្នឹងគឺក្រាស់មាំមែនបាទការលេងមួយ Mexico ក៏ដោយការលេងមួយ Norway ក៏ដោយការពាររបស់អង់គ្លេសក្រាស់មាំមែន Mexico ក៏បុកមិនបែក Norway ក៏បុកមិនបែកអញ្ចឹងអង់គ្លេសជោគជ័យនៅពេលបានគ្រាប់អង់គ្លេសធ្វើបែបហ្នឹងបានជោគជ័យហើយ counter ទៅមួយបានជោគជ័យតែមកលេងជាមួយអាសង់ទីនវាមានភាពខុសប្លែកត្រង់ថាអាសង់ទីនប្រយុទ្ធម្ដុំប្រយុទ្ធគេខាងលើហ្នឹងគេមុតជាង Mexico គេមុតជាង Norway ដែរបាទគេមិនមានទូអង្គតែមួយដើម្បីសម្លាប់ដូច Norway ទេគេមានទាំងខ្សែបម្រើស្លាប់ឆ្វេងស្លាប់ស្ដាំហើយទាំងបាទគឺបម្រើកដាលដូច Enzo Fernandez បងប្អូនទាត់ពីចង្ងាយច្បាស់បាទអញ្ចឹងគឺគេមានប្រដាប់ហូបទេគ្រប់ច្រើនជាង Mexico និងច្រើនជាង Norway អញ្ចឹងគាត់យកយុទ្ធសាស្ត្រលេងជាមួយ Mexico និង Norway យកមកប្រើប្រាស់នៅអាសង់ទីនវាខុសកន្លែងហ្នឹងតែនៅពេលនេះអាចនិយាយបានថាគាត់សយដែរគាត់សំណាងល្អដែរដែលគាត់ទុកអត់ជាប់តែបើយើងគាត់ទុកជាប់នឹងយើងភាសាគាត់ទៀតណាយើងថាអង់គ្លេសល្អមែនណាបាទទុកជាប់បាទតែការពាររឹងមែនតែទុកអត់ជាប់ច្បាស់ណាស់ពិតជាមានការរិះគន់ហើយតែបើយើងចង់ឲ្យល្អមែនតើកុំឲ្យដូចអេស្ប៉ាញអញ្ចឹងបងប្អូនបាទគឺរក្សាបាល់នឹងជើងបានច្រើនហើយកុំឲ្យគូសត្រូវគាត់មានឱកាសលើយើងលុះលុបពេកតែបាល់នឹងជើងគាត់ច្រើនពេកអញ្ចឹងឱកាសវាកាត់បន្ថយកាន់តែតិចខ្ញុំគិតថាគ្រាប់បាល់វាពិបាកកាត់ឡើងបាទអញ្ចឹងយើងឃើញអាសង់ទីនពី7នាទី2គ្រាប់ដល់10នាទីផងទី85គ្រាប់នាទី9.2គ្រាប់បងប្អូន7នាទី2គ្រាប់សាហាវមែនតើបាទហើយខ្ញុំប្រសិទ្ធនាមអាសង់ទីននៅក្នុងព្រឹត្តិការណ៍ World Cup 2026នេះថាជាស្ដេចនៃការបាទ King of បាទចុងតង់បាទគឺថាស្ដេចនៅម៉ោងថែមមិនមែនម៉ោងថែមម៉ោងចុងតង់បាទអញ្ចឹងឲ្យចុងតង់គាត់ comeback បានប្រហែលប្រកួតជាមួយនឹង Cape Verde ប្រកួតជាមួយនឹង Egypt ប្រកួតមួយ Swiss ឥឡូវប្រកួតមួយអង់គ្លេសទៀតមិនរឿងចៃដន្យទេបាទអញ្ចឹងយើងអាចសិទ្ធិនាមគាត់បានថាគឺជាស្ដេចចុងតង់អញ្ចឹងភាពខ្លាំងរបស់អាសង់ទីនយើងត្រូវទទួលស្គាល់ថាគឺ comeback ល្អមែនតើបាទការបែកបកត្រឡប់របស់ពួកគេល្អមែនតើអញ្ចឹងឥឡូវនេះអាសង់ទីនគឺឡើងទៅជួបមួយអេស្ប៉ាញដែលជាក្រុមមួយដែលយើងអាចនិយាយបានថាជាក្រុមដែលមានការគ្រប់គ្រងបាល់ល្អបំផុតបាទ the king of ball possession ដូច្នេះពីរក្រុមនេះប៉ះគ្នាពិតជាល្អមើលហើយក៏យើងពិបាកទូទាយដែរបាទទោះបីអេស្ប៉ាញទម្លាក់ប្រាំងដូចជាមើលទៅ easy មែនតែអាសង់ទីនគេមានយុទ្ធសាស្ត្រមួយក្នុងការបែកបករបស់គេខ្លាំងដែរបាទអញ្ចឹងយើងអាចនិយាយបានថាពីរក្រុមនេះគឺក៏រំដាប់នៃការល្អមើលដែរតែបើសិនខ្ញុំទូទាយខ្ញុំនៅតែមានសង្ឃឹមលើអេស្ប៉ាញច្រើនជាងណាមួយទី2ដោយសារខ្ញុំបានរើសអេស្ប៉ាញស្ថិតក្នុងចំណោម3ក្រុមតែខ្ញុំរើសទី1 5តែ5រើសខ្ញុំដាក់លំដាប់ទី1ហ្នឹងលេខ1របស់ខ្ញុំធ្លាក់បាត់ហើយលេខ2អាសង់ទីនសំទោសលេខ2អេស្ប៉ាញនិងលេខ3អាសង់ទីនហ្នឹងតែខ្ញុំអត់ទាអាសង់ទីនខ្ញុំទាអង់គ្លេសខ្ញុំទាអង់គ្លេសឡើងបាទខ្ញុំទាអង់គ្លេសឆ្នះទេដោយសារខ្ញុំមើលការប្រកួតអាសង់ទីនពី3ប្រកួតមុនប៉ាអង់គ្លេសហ្នឹងចាស់ពេកបាទគាត់លេងតានតឹងពេកបាទគាត់ធ្វើឲ្យអ្នកគ្រប់គ្រងហ្នឹងគឺបាទសិនតែផុតដង្ហើមម្ដងបាទអញ្ចឹងឡើងមកប៉ាអង់គ្លេសខ្ញុំគិតថាស្រួលតែយំមិញអង់គ្លេសរើខ្លួនឯងដែរបាទយុទ្ធសាស្ត្ររបស់ Thomas Tuchel គឺ fail បាទគឺ fail អាហ្នឹងគឺចុងក្រោយដូចខ្ញុំនិយាយចឹងគឺមានតែយុទ្ធសាស្ត្រក្នុងការរៀបចំបន្តិចបន្តួចហ្នឹងទេបើសិនយើងគិតត្រូវក្នុងនាមជាគ្រូយើងឡើងបាទគិតមិនត្រូវបន្តិចបន្តួចគឺខុសធ្លាក់បាទចូលរួមសោកស្ដាយtrongអង់គ្លេសបន្តឲ្យអ្នកគ្រប់គ្រងរបស់ពួកគេខកចិត្តជាបន្តបន្ទាប់ពីមួយរដូវកាលទៅមួយរដូវកាលក្នុងព្រឹត្តិការណ៍បន្តអរគុណគ្រប់គ្នា